មកយល់ដឹងអំពីប្រទេសថៃថាតើបើសិនជាអត់ពីអតិថិជនដែលជាប្រទេសខ្មែរតើថៃស្លាប់ដែរឬទេបាទបងប្អូនយុទ្ធនាការពហិការមិនប្រើតំណែងរបស់ប្រទេសថៃអំពីសំណាក់ប្រជាជនខ្មែរយើងថាតើអាចធ្វើឲ្យប្រទេសថៃខ្សែធនដែរឬទេបាទនេះគឺជាប្រធានបទមួយដែលខ្មែរនិងថៃកំពុងតែគិតបាទខ្មែរនិងថៃកំពុងតែគិតយើងខាងខ្មែរយើងគិតថាធ្វើពហិការនឹងផ្ដួលរំលំសេដ្ឋកិច្ចថៃជាអាវុធដែលកម្ពុជាយើងកំពុងតែស្រោះស្រួលមូលមតិគ្នាជាឯកច្ឆន្ទក្នុងការបន្តធ្វើពហិការដោយកំឡុងពេលរយៈពេល3-4 ខែនេះបានឃើញថាប្រទេសថៃកំពុងតែដើរចុះប៉ុន្តែភាពពិតតើពិតជាអាចផ្ដួលថៃបានដែរឬទេពិតប្រាកដមែនដែរឬទេចំណែកឯការទស្សនៈរបស់ប្រជាជនថៃក៏មានការយល់ថាសម្រាប់អ្នកចេះដឹងមួយចំនួនបានយល់ឃើញថាការដែលធ្វើបាបកម្ពុជាឈ្លានពានកម្ពុជាគឺជាការវាយឆ្នាំងបាយខ្លួនឯងហើយធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចថៃខ្លាំងមែនទែនហើយក៏ប៉ុន្តែពួកជ្រុលមួយនិយមជាតិនិយមជ្រុលថៃមួយចំនួនទៀតគេលើកឡើងថាគ្រាន់តែជាប្លុកកម្ពុជាដ៏តូចជាកំតិចកំទីនៃកញ្ចក់សេដ្ឋកិច្ចរបស់គេមិនអាចផ្ដួលគេបានទេពីព្រោះថៃមិនមែនមានតែកម្ពុជាទេបាទនេះគឺជាចំណុចអះអាងជាចំណុចគិតថាខ្លួនខ្លាំងរៀងខ្លួនបាទបងប្អូនការធ្វើពហិការខ្ញុំសូមលើកជាទស្សនៈរបៀបពីសម័យបុរាណតទៅទៀតដែរដើម្បីវាយប្រទេសមួយបើយើងខ្លាំងជាងក៏ដោយគេមិនដែលវាយតែម្នាក់ឯងទេគេបបួលគ្នាវាយអានេះជាយុទ្ធសាស្ត្របុរាណហើយយុទ្ធសាស្ត្រនេះសោតទៀតក៏ជឿថាមានលោកមហាអំណាចមួយចំនួនក៏គេធ្វើដែរគឺបបួលគ្នាវាយគេអត់វាយតែម្នាក់ឯងទេបាទអញ្ចឹងក៏ប៉ុន្តែក៏នៅតែមានមហាអំណាចយៈមួយចំនួនទៀតវាយតែម្នាក់ឯងធ្វើអីតែម្នាក់ឯងបង្ហាញអំណាចបង្ហាញអំនួតបាទឥឡូវនេះយើងនឹងថៃមិនមែនធ្វើសង្គ្រាមសព្វាវុធតទៅទៀតទេតែគឺជាការធ្វើសង្គ្រាមតាមលក្ខណៈអន្តរជាតិហើយនិងសេដ្ឋកិច្ចបាទតំណែងតំណងអន្តរជាតិនិងសេដ្ឋកិច្ចចំពោះការបន្តធ្វើពហិការមិនប្រើតំណែងសៀមយើងមានផ្លូវពីរក្នុងការគិតបាទក្នុងការគិតបើបងប្អូនណានៅនិន្នាការចូលចិត្តនៅតែងប់ងល់ជាមួយនឹងតំណែងថៃឬក៏មានចិត្តមេត្តាធម៌អនុគ្រោះអ្នកដែលបានយកតំណែងថៃបង់លុយឲ្យថៃហើយជួយប្រើគ្នាសិនទៅអាហ្នឹងជារឿងមួយដោយឡែកប៉ុន្តែជាទស្សនៈខ្ញុំអត់ចង់លើកមកវាយប្រហារមកខាងទេប៉ុន្តែខ្ញុំសាកល្បងឲ្យពុកម៉ែបងប្អូនគិតបែបជាវិជ្ជមានទៅវិញថាតើការបន្តពហិការរបស់កម្ពុជាយើងក្នុងបំណងសម្រាប់ថៃឬក៏បំណងធ្វើឲ្យខ្មែររឹងមាំចំណុចនេះយើងគួរគិតឡើងវិញបាទតាមពិតទៅបើយើងគិតថាពហិការគឺបង្ខំឬក៏ជំរុញឬក៏គេថាដល់កន្លែងតល់ច្រកមួយធ្វើឲ្យកម្ពុជាយើងប្រឹងផលិតខ្លួនឯងបង្កើតខ្លួនឯងហើយបង្ខំឲ្យមនុស្សមកប្រើប្រាស់របស់ខ្លួនឯងវិញនេះហើយគឺជាចំណុចដែលយើងគួរតែបន្តធ្វើពហិការហើយមិនមែនត្រឹមតែបន្តធ្វើពហិការធម្មតាទេតែគឺជាយុទ្ធនាការបាទជាយុទ្ធនាការស្រោះស្រួលមូលមតិគ្នាជាឯកច្ឆន្ទក្នុងន័យនេះកម្ពុជានឹងបានផលចំណេញច្រើនម្សិលមិញនៅថ្ងៃទី1 ខែវិច្ឆិកានេះខ្ញុំបានធ្វើដំណើរពីភ្នំពេញមកបាត់ដំបងឃើញបងប្រុសម្នាក់គាត់បានដើរស្ពាយទង់ជាតិសាសនាព្រះមហាក្សត្រហើយយុទ្ធនាការផ្សព្វផ្សាយប្រើប្រាស់ផលិតផលខ្មែរបាទនេះគាត់ធ្វើតែម្នាក់ឯងហើយគាត់ដើរ25ថ្ងៃដើរអំពីក្រុងបាវិតដើម្បីទៅដល់ភូមិជោគជ័យភូមិព្រៃច័ន្ទហើយនឹងបន្តតាមកវត្តព្រំដែនមានបញ្ហានេះជាទឹកចិត្តរបស់គាត់ប៉ុន្តែរឿងដែលការធ្វើយុទ្ធនាការពហិការនេះវាមិនមែនត្រឹមតែសម្រាប់ថៃទេយ៉ាងហោចណាស់ឧទាហរណ៍ថាថៃគេមានសេដ្ឋកិច្ចដែលគេមានដៃផងជើងផងក្បាលផងយ៉ាងហោចណាស់ក៏យើងអាចធ្វើឲ្យថៃពិការជើងឬក៏នឹងធ្វើឲ្យរបួសជើងមួយចំហៀងដែរមែនអត់ពុកម៉ែបងប្អូនបាទมันអាចសម្រាប់ថៃមែនក៏ប៉ុន្តែយ៉ាងហោចណាស់ក៏អាចធ្វើឲ្យថៃពិការជើងមួយចំហៀងដែរមែនអត់ពុកម៉ែបងប្អូនយើងមិនរំពឹងថាសម្រាប់ថៃទេមិនបាច់ថាសម្រាប់ថៃទេពីព្រោះការធ្វើបេក្ខការយើងទទួលស្គាល់ពិតមែនថៃមិនមែនមានតែខ្មែរទេហើយសេដ្ឋកិច្ចថៃក៏មិនពឹងនៅលើដង្ហើមខ្មែរតែមួយយ៉ាងទេគេមានអាមេរិកគេមានអឺរ៉ុបគេមានចិនបាទហើយគេមានតំបន់នៅជុំវិញប្រទេសគេប៉ុន្តែជុំវិញប្រទេសគេនេះវាប្រៀបដូចជាដៃប្រៀបដូចជាជើងប្រៀបដូចជាបេះដូងថ្លើមសួតប្រមាត់មួយចំនួនដែរហើយកម្ពុជាក៏ប្រហែលថាមិនមែនជាជើងផងអាចទៅជាកាពះឬក៏ថ្លើមឬក៏សួតនៃសេដ្ឋកិច្ចរបស់ថៃបើរបួសបាទមិនថារបួសសួតឬក៏របួសបេះដូងឬក៏របួសថ្លើមទេគឺសុទ្ធតែប៉ះពាល់បាទបើរបួសពោះវៀននេះគឺថាគ្រុនតែម្ដងបាទហើយថាយើងអាចនឹងប្រៀបដូចជាពោះវៀនរបស់ថៃបាទក៏បានដែរឬក៏យើងជាសួតសេដ្ឋកិច្ចរបស់ថៃក៏បានដែរបាទហើយតែសួតប៉ះពាល់ហើយផ្ដាសាយហើយបើកាពះឈឺហើយគ្រុនហ្មង
ក្រុនបតង់សរោមពុកម៉ែបងប្អូនបាទបតង់សរោមហើយថៃលើកនេះគឺបតង់សរោមសេដ្ឋកិច្ចតែម្ដងបាទអញ្ចឹងវាមិនសម្លាប់ថៃទេប៉ុន្តែការពហិការនេះជាចំណែកមួយដែលធ្វើឲ្យថៃគ្រុនបាទវាប្រៀបដូចជាខ្មែរយើងខ្ញុំមិនទាន់ថ្លឹងថាទូនាទីសេដ្ឋកិច្ចកម្ពុជាដែលផ្ដល់ឲ្យថៃជាបេះដូងថៃឬក៏ជាសួតថៃឬក៏ជាពោះវៀនថៃឬក៏ជាកាពះថៃឬក៏ជាដៃជើងថៃប៉ុន្តែខ្ញុំគិតថាមិនមែនត្រឹមតែដៃជើងទេប៉ុន្តែបងប្អូនទោះបីជាដៃជើងសេដ្ឋកិច្ចក៏គ្រុនដែររបួសជើងឬក៏ពិការជើងដើរអត់ស្រួលទេថៃបាទដើរអត់ស្រួលទេហើយលើកនេះយើងមិនដឹងថាកម្ពុជាយើងជាសេដ្ឋកិច្ចខ្មែរយើងនឹងវាប្រៀបនៅចំណុចណារបស់ថៃយើងអត់ដឹងថានៅក្បាលឬនៅដៃនៅជើងប៉ុន្តែសុទ្ធតែប៉ះពាល់បាទការធ្វើពហិការរបស់ខ្មែរហ្នឹងគឺសុទ្ធតែប៉ះពាល់ទាំងអស់បាទអញ្ចឹងមិនថាទោះបីជាខ្មែរជាសេដ្ឋកិច្ចពវៀនសេដ្ឋកិច្ចរបស់ថៃក៏គ្រុនពវៀនក៏បតង់សរោមបាទហើយបើសិនជាថ្លើមសេដ្ឋកិច្ចរបស់ថៃគឺទាញទឹកហ្មងគឺពិបាកព្យាបាលបាទហើយបើកាពះរបស់ថៃគឺថៃដស៊ីអីលេងចេញហ្មងស៊ីអីលេងកើតគ្រុនតែម្ដងបាទហើយបើជាជើងរបស់សេដ្ឋកិច្ចថៃពិការជើងហ្មងមិនចាហៀងហ្មងដើររួយតច្រត់ឆ្លើយច្រត់តែម្ដងដើរទៅមុខយ៉ាងលំបាកបាទថៃដើរទៅមុខយ៉ាងលំបាកមិនងាប់ទេបាទប៉ុន្តែគឺវេទនាបាទគឺវេទនាតម្រាំណែឯងព្យាបាលបានក៏ណែឯងវេទនាដែរបាទអញ្ចឹងគួរតែបន្តធ្វើពហិការអ្នកដែលបងប្អូនរឿងអ្នកធរនេះបងប្អូនខ្ញុំថាទៅនិយាយទៅប្រមាថអ្នកធរតាមពិតខ្ញុំចេះថ្លាគោរពជាមួយនឹងពធណាក៏ប៉ុន្តែរឿងអ្នកធរនិងអ្នកសេដ្ឋកិច្ចនិងអ្នកនយោបាយដឹកនាំនគរប្រយ័ត្នពីព្រោះក្នុងចិត្តអ្នកធរឬក្នុងចិត្តអ្នកមានអ្នកយល់ធរហ្នឹងគឺអត់មានមិត្តអត់មានសត្រូវទេគឺសិតតែជាសត្វដែលគួរឲ្យមេត្តាបាទអញ្ចឹងបើសិនជាកាន់អាវុធប្រយុទ្ធហ្នឹងគឺថាងាយនឹងគ្រោះបងប្អូនខ្ញុំនិយាយនេះសុំថាមិនមើងងាយណាទេតែខ្ញុំនិយាយប្រភេទអ្នកមានធម៌វិញកុំនិយាយដាក់បុគ្គលណាមានខ្លួនឯងកុំបើកាលណានិយាយពីអ្នកមានធម៌មេត្តានេះទៅកាន់អាវុធចាញ់គេហ្មងស្លាប់ហ្មងបាទតែគាត់មិនទៅកាន់ទេយើងគាត់ថាបើកាន់អាវុធគឺស្លាប់នឹងចាញ់ល្បិចគេល្បិចអីល្បិចស្បែកកម្មហើយល្បិចស្បែកកម្មគេធ្វើម៉េចល្បិចកាត់ស្បែកកម្មគឺគេលំបាកវេទនាលន់តួសុំអង្វរឬក៏ធ្វើអាអេរយាប័តទុនភ្លុនឬក៏ធ្វើអេរយាប័តគួរឲ្យអាណិតហ្នឹងគឺថាសម្រាប់អ្នកយល់ធម៌ឬក៏អ្នកមានធម៌ហ្នឹងស្លាប់មែនតើហ្មងស្លាប់ហ្មងហើយរឿងសេដ្ឋកិច្ចពហិការដល់មនុស្សផ្ទុះកំហឹងអញ្ចឹងអ្នកមានធម៌ក៏មានចិត្តរឿងឃើញថាបញ្ហាមនុស្សដ៏ច្រើនជ្រុងគឺកំពុងតែបញ្ហាគាត់ទៅឃើញអាណិតអ្នកដែលប្រមាណភាគរយអីថា 1% នៃ 100% ទេចុះគាត់ទៅអាណិតហ្នឹងបាទអានេះខ្ញុំនិយាយអ្នកមានធម៌ក៏និយាយពីបុគ្គលណាហើយសុំកំលឹកដាក់ខ្លួនបាទអញ្ចឹងរឿងកន្លែងហ្នឹងគឺរឿងមួយដែលត្រូវគិតប៉ុន្តែរឿងបរិយាកាសនេះខ្ញុំចង់ឲ្យបងប្អូនបង្វែរអំពីការផ្ចាញ់ផ្ចាលឬក៏ការសម្លាប់ថៃឬក៏ធ្វើឲ្យប៉ះពាល់របួសដល់សេដ្ឋកិច្ចថៃហ្នឹងមកគិតអំពីការបរិយាកាសមិនមែនត្រឹមតែធ្វើឲ្យថៃមានរបួសគ្រោះថ្នាក់បតោងសរោមទេបាទតែគឺជាកម្លាំងចលករមួយក្នុងការជំរុញឲ្យកូនខ្មែរដែលមានលទ្ធភាពបង្កើតនៅផលិតផលបង្កើតនៅអាជីវកម្មនៅជំនួយនឹងការងារហើយក៏ជាចលករមួយជាកោសិកាមួយជាម៉ូលេគុលមួយក្នុងការជំរុញឲ្យកម្ពុជាងាកមកប្រើផលិតផលខ្មែរព្រោះទំហំនៃការឈឺចាប់នៃការឈ្លានពានលើកនេះបាទมันងាយមានឱកាសណាដែលទាញស្មារតីខ្មែរឲ្យមកស្រឡាញ់របស់ខ្មែរប្រើរបស់ខ្មែរมันងាយមានតែម្ដងបងប្អូនរយៈពេលប្រហែល500ឆ្នាំ600ឆ្នាំចុងក្រោយនេះហើយខ្ញុំព្យាយាមនិយាយពីអរិយធម៌វប្បធម៌យ៉ាអរិយធម៌វប្បធម៌ហើយអួតបង្ហាញថារបស់ខ្មែរល្អជាងក៏គ្មាននរណាចាប់អារម្មណ៍ដែររាប់តាំងពីក្បួនហោរាក៏គេមិនចង់ជឿរបៀបខ្មែរគេចង់ជឿរបៀបចិនបាទរបៀបរស់នៅគេចូលចិត្តរបៀបអឺរ៉ុបរបៀបអញ្ចឹងចុះរបៀបញ៉ាំគេចូលចិត្តរបៀបថៃរបៀបបារាំងរបៀបអាមេរិកកាំងរបៀបអីអញ្ចឹងទៅវាពិបាកណាស់ដែលយកអារបស់ខ្លួនឯងឲ្យបងប្អូនខ្លួនឯងញ៉ាំនេះវាអត់មានតម្លៃគេអត់ឲ្យតម្លៃពិបាកណាស់ប៉ុន្តែរឿងលើកនេះជាយុទ្ធនាការមួយដែលគួរតែធ្វើដែលផ្ដល់នូវផលចំណេញដល់កម្ពុជាផងហើយទៅដល់ការផ្ដួលរំលំធ្វើឲ្យរបួសសេដ្ឋកិច្ចថៃបាទថៃមិនស្លាប់ដោយយើងទេតែគឺរបួសសេដ្ឋកិច្ចបាទបើសិនបើយើងជាបេះដូងសេដ្ឋកិច្ចរបស់ថៃអានឹងថៃងាប់តែម្ដងបាទប៉ុន្តែខ្ញុំជឿថាប្រហែលជាមិនមែនបេះដូងសេដ្ឋកិច្ចទេអាចជាពវៀនសេដ្ឋកិច្ចឬក៏បេះកាពះសេដ្ឋកិច្ចឬក៏ថ្លើមសេដ្ឋកិច្ចឬក៏ជើងសេដ្ឋកិច្ចរបស់ថៃទៅប៉ុណ្្នឹងទេបាទប៉ុន្តែទោះជាចំណុចណាមួយក៏ធ្វើឲ្យថៃរបួសគ្រុនបតោងសរោមដេប្រមាណ10ធ្នេដែរមិនមែនធម្មតាទេបាទនេះជាគ្រោះថ្នាក់ធ្ងន់មួយដែលពមៀនថៃហើយការបន្តពហិការនេះក៏ជាការប្រមានថៃឲ្យបាក់ស្បាត់ទាំងញញើតត្រូវរបួសខ្លួនហើយទាំងញញើតក្នុងរបួសចិត្តបាទរបួសចិត្តនេះរបួសចិត្តនេះខ្លាំងជាងរបួសដៃជើងរបួសកាពះពវៀនបាទកាពះពវៀនដៃជើងអាចឈឺយូរឆ្នាំភ្លេចតែបើរបួសចិត្តអាចឈឺអត់អាចញូចហើយក៏ជាអំណាចដែលបង្ហាញពីអំណាចបង្ហាញពី power ថាកុំប៉ះវាវើយប៉ះលើកនេះប៉ះឆ្នាំ2005ថៃគ្រុនណាបាទប៉ះលើកឆ្នាំ2025នេះគឺថៃគ្រុនបងប្អូនថៃគ្រុនបតោងសរោមហើយវះកាត់ដេច្រើនធ្នេទៀតបាទ
បាទច្រើនធ្នេទៀតអញ្ចឹងរឿងអីដែលយើងមិនគួរនឹងមិនធ្វើបេក្ខការតាមពិតពេលខ្លះយើងដឹងថាតំណែងនឹងបងលុយប៉ុន្តែកំហឹងអំណាចក៏ជួយកើតជំរុញធ្វើឲ្យមនុស្សមិនប្រើតំណែងថៃនឹងតែម្ដងរហូតហ៊ានលះបង់ចោលខាតសុខចិត្តខាតបងប្អូនរឿងពេលខ្លះសុខចិត្តខាតបង្ហាញពីអំណាចបងប្អូនសាច់មហារាជពេលខ្លះទៅគឺត្រូវកាត់ជាងឈឺប៉ុន្តែកាត់ទៅដើម្បីជាបាទឬក៏ពេលខ្លះឧទាហរណ៍យុទ្ធសាស្ត្រសង្គ្រាមដើម្បីរំដោះកាឡាដូចជាកាឡាអុកមួយឬក៏សង្គ្រាមមួយដើម្បីរំដោះកាឡាដើម្បីវាយឈ្នះសត្រូវសុខចិត្តងាប់សេះសុខចិត្តងាប់ទូកសុខចិត្តលះបង់កងទ័ពមួយចំនួនអាហ្នឹងនិយាយពីយុទ្ធសាស្ត្រដឹកនាំនគរនិយាយពីយុទ្ធសាស្ត្រសិល្បៈដឹកនាំទ័ពសិល្បៈដឹកនាំនគរក្នុងការធ្វើចម្បាំងគ្មានអ្វីដែលមិនធ្វើចម្បាំងទេពីព្រោះជីវិតគឺជាសង្គ្រាមបើមិនធ្វើសង្គ្រាមយើងនឹងខ្លាចជាឆ្លើយសឹកសង្គ្រាមបើបំណាច់ជីវិតនឹងខ្លាចជាឆ្លើយសឹកសង្គ្រាមហេតុអ្វីក៏មិនត្រៀមខ្លួនធ្វើសង្គ្រាមសន្តិភាពមិនអាចយូរអង្វែងបានទេប្រសិនបើគ្មានសមត្ថភាពធ្វើសង្គ្រាមសង្គ្រាមគួរឲ្យស្អប់ប៉ុន្តែបើមិនរៀនពីសង្គ្រាមរឹតតែគួរឲ្យភ័យខ្លាចសង្គ្រាមគឺជាឱកាសរបស់អ្នកនយោបាយរបស់អ្នកដឹកនាំប៉ុន្តែបើអ្នកដឹកនាំលំមោបសង្គ្រាមគឺជាគ្រោះថ្នាក់របស់ប្រជាជនបាទជីវិតមានការប្រកួតប្រជែងតាំងអំពីកំណត់កំណើតតែម្ដងតាំងអំពីនៅក្នុងអង្គតិក័មេជីវិតរាប់លានប្រកួតប្រជែងបាទអញ្ចឹងនៅក្នុងនយោបាយដឹកនាំជាតិមួយក៏ត្រូវការប្រកួតប្រជែងដែរប្រកួតប្រជែងទាំងមុខមាត់ទាំងកិត្តិយសគេឈ្មោះសេដ្ឋកិច្ចទាំងអំណាច power ប្រយុទ្ធបាទគឺត្រូវការទាំងអស់ក្នុងកំឡុងពេលនេះអាវុធដែលកម្ពុជាល្អជាងគេខ្លាំងជាងគេគឺការធ្វើពហិការនឹងហើយបងប្អូនពីព្រោះការធ្វើពហិការខ្មែរមិនមែនចំណេញត្រឹមតែរុញឲ្យខ្លួនឯងខ្លាំងទេទាំងធ្វើឲ្យថៃគ្រោះថ្នាក់ទាំងធ្វើឲ្យថៃភ័យខ្លាចទាំងធ្វើឲ្យថៃញញើតទាំងធ្វើឲ្យថៃគិតសារឡើងវិញហើយទាំងរុញខ្មែរឲ្យងាកមកប្រើប្រាស់របស់ខ្លួនឯងហើយងាកមកផលិតខ្លួនឯងប៉ុន្តែក្នុងស្មារតីខ្ញុំថាប្រហែលជានៅស្ទើរទៀតបាទឥឡូវនេះយើងអាចរំដោះតំណែងដែលយើងមិនទាន់ឆ្លើយតបបានបំពេញបានបង្កើតបាននៅប្រើអីវ៉ាន់របស់ផ្ទះលេខ3លេខ4លេខ5លេខ6បាទឥឡូវនេះខ្ញុំឃើញថាអីវ៉ាន់ផ្ទះលេខ3ក៏កើនឡើងដែរបាទកើនឡើងខ្លាំងដែរហើយអីវ៉ាន់ផ្ទះលេខ3យើងដឹងហើយគឺខ្វះនៅគុណភាពហើយប្រឈមជាមួយនឹងគ្រោះថ្នាក់គីមីបាទនៅអីវ៉ាន់ផ្ទះលេខ4លេខ5អីហ្នឹងអត់ប្រយោជន៍អីទេប៉ុន្តែវាអាចនឹងប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចបាទវិបត្តិសេដ្ឋកិច្ចគឺឡើងថ្លៃដោយសារការដឹកជញ្ជូនដោយសារអីទាំងអស់ពីព្រោះខ្ញុំពិនិត្យមើលហើយតំណែងដែលមកពីផ្ទះលេខ4លេខ5លេខ6ហ្នឹងគឺថាថ្លៃហើយក៏វាមិនមែនជាផលិតផលដែលខ្មែរយើងចាំបាច់ទេគឺជាផលិតផលដែលសម្រាប់ខ្មែរអាណិកជនហើយនិងសម្រាប់អន្តរជាតិដែលគេមកទស្សនៈទេសចរប្រទេសខ្មែរយើងបាទទស្សនៈគេនឹងទេសចរសម្រាប់ខ្មែរយើងហើយវ៉ាន់ផ្ទះលេខ3លេខ4លេខ4លេខ5ហ្នឹងដូចយកកូរ៉េចិនជប៉ុនអាមេរិកកាំងបារាំងសេះអង់គ្លេសអីហ្នឹងដែលខ្ញុំថាផ្ទះលេខ4លេខ5លេខ6លេខ7ហ្នឹងប៉ុន្តែផ្ទះលេខ2ផ្ទះលេខ3ហ្នឹងអាផ្ទះលេខ2នេះគឺថាមើងងាយយើងអាផ្ទះលេខ3នេះគឺថាវាមានគ្រោះថ្នាក់ដល់អារឿងសារជាតិគីមីចាប់បានខ្លាំងមែនទែនចាប់បានរហូតទៅម្ដងហើយវាអត់មានគុណភាពអាកន្លែងចំណុចហ្នឹងពួកគាត់អ្នកដឹកនាំរដ្ឋគាត់ក៏ខ្វល់ខ្វាយដែរបាទផលិតនៅរបស់ប្រើប្រាស់ប្រើបង្កើតហើយគ្រោះថ្នាក់ដល់សុខភាពបាទហើយយើងក៏ភ័យខ្លាចដែរតំណែងរបស់ផ្ទះលេខ3បាទវាមិនពាក់ព័ន្ធជាមួយនឹងសង្គ្រាមសេដ្ឋកិច្ចផ្ចាញ់ផ្ចាលដោយសេដ្ឋកិច្ចតែវាខ្លាចញញើតដោយសារតែគីមីបាទអាកន្លែងចំណុចហ្នឹងបាទឥឡូវបងប្អូនយល់ថាយ៉ាងម៉េចពហិការឬមិនពហិការបងប្អូនអាចបញ្ចេញនៅក្នុងយោបល់នៅក្នុង channel YouTube របស់ខ្ញុំទាំងពីរនេះបានបាទហើយបងប្អូនសូមជួយចូលទៅ Subscribe Channel YouTube របស់ខ្ញុំមួយទៀតគឺចក្រភពខ្មែរបាទដែលមានចក្រភពខ្មែរចំណងជើងបាទអញ្ចឹងខ្ញុំចង់បង្ហាញថាការពហិការនេះវាមិនមែនតែត្រឹមតែរុញឲ្យយើងធ្វើឲ្យថៃគ្រុនដោយរបួសដៃជើងឬក៏កាពះពោះវៀនទេតែគឺវាជាកត្តារុញឲ្យខ្មែរយើងទទួលបាននូវជោគជ័យក៏ប៉ុន្តែក្នុងទន្ទឹមនឹងការដែលចង់ធ្វើហ្នឹងគឺតលតែយើងព្យាយាមខំបង្កើតនិងខំផលិតហើយជាពិសេសការខំបង្កើតនិងការខំផលិតបងប្អូនត្រូវតែយល់អំពី step 2ឬក៏ថាយល់អំពីដំណើរការ2ដែលបងប្អូនអាចហោជើងនៅក្នុងអាជីវកម្មឬក៏ក្នុងជំនួញបានគឺពាក់ព័ន្ធជាមួយនឹង innovation ជាមួយនឹង marketing innovation មានថាការច្នៃប្រឌិតរបស់យើងយ៉ាងណាឲ្យមានភាពតាក់ទាញច្នៃប្រឌិតយ៉ាងណាឲ្យបង្កើតទៅជា branding មានថារបស់ដែលគេទទួលស្គាល់ហើយគេស្រឡាញ់គេឲ្យតម្លៃហើយគេដើរតាមដូចជា iPhone ដូចជា Samsung ដូចជាអីចឹងវាមាន branding គេថាកិត្តិយសគេឈ្មោះវាល្បីល្បាញអញ្ចឹងវាតតែចេញពីភាពតាក់ទាញពីធ្វើឲ្យគេចូលចិត្តធ្វើឲ្យគេស្រឡាញ់អាហ្នឹងឯងបាទអញ្ចឹងបងប្អូនត្រូវច្នៃអាហ្នឹងមួយវាថាដាំក្រូចតែក្រូចគុណភាពក្រូចដែលល្បីក្រូចដែលឆ្ងាញ់ក្រូចដែលសោះសាយអន្តរជាតិអញ្ចឹងទៅតែច្នៃធ្វើម៉េចបាទដាំទុរេនដូចថា brand name របស់ទុរេន Salot ឃើញ brand name របស់ Salot គឺជាទុរេនលេខ1ប្រចាំប្រទេសអញ្ចឹងបងប្អូនត្រូវតែរក្សាគុណភាពលក់កុំបោកលក់កុំចង់បានលុយឲ្យបោកបាទយករបស់ថៃមកបន្លំបោកបានលុយតែសម្រាប់អាជីវកម្មខ្លួនឯងអត់បានបងប្អូនសួរបានលុយតែម្ដងតែកុំយករបស់គេមកបោកកុំយករបស់គេមកបន្លំវានឹងសម្លាប់ខ្លួនឯងទេអញ្ចឹងកន្លែងចំណុចហ្នឹងឯងវាមិនមែនជាកំហុសគេណាជាកំហុសនៃខ្លួនឯងបាទសាង brand name សាងឈ្មោះកិត្តិយស
ក្នុងអាជីវកម្មកសិកម្មនិយាយទៅឲ្យតែចំនួនរបស់ខ្លួនយើងកសិករគឺជាអ្នកធ្វើចំនួនកសិកម្មបាទសិប្បករអ្នកធ្វើចំនួនសិប្បកម្មហត្ថករអ្នកធ្វើចំនួនហត្ថកម្មពលករអ្នកធ្វើចំនួនពលកម្មសុទ្ធតែចំនួនក្នុងโลกនេះគឺសុទ្ធតែជាចំនួននេះគឺជាទ្រឹស្ដីរបស់ Peter Drucker ហើយក្នុងចំនួនចំណុចស្លាប់រស់នៃចំនួនគឺការច្នៃប្រឌិតហើយនឹងទីផ្សារបងប្អូនធ្វើហើយត្រូវរកទីផ្សារត្រូវគិតអំពីទីផ្សារយើងអាចវាតម្លៃបរិមាណថាយើងអាចដាក់ប៉ុណ្ណេះប៉ុណ្ណោះបានអត់គឺធ្វើដោយការឆ្លាតឆ្លើយវៃតាមដានយកចិត្តទុកដាក់ទៅមិនចេះបរាជ័យទេប៉ុន្តែបើយើងអត់គិតអត់ដឹងអត់ស្មានធ្វើដោយធ្វើទៅចាំបានផលចាំគិតអត់ចឹងទេបាទគេត្រូវរៀបយុទ្ធសាស្ត្រក្នុងការធ្វើឲ្យ brand name ធ្វើឲ្យកិត្តិយសគេឈ្មោះនៃកសិកម្មសិប្បកម្មហត្ថកម្មពលកម្មរបស់យើងនឹងល្បីល្បាញបងប្អូនពេលខ្លះធ្វើជាពលករខ្លះគឺគេត្រូវការចាំបាច់ហើយមានតម្លៃដោយសារអីដោយសារលក់ជំនាញប្រកបដោយគុណភាពឃើញទេលក់ជំនាញប្រកបដោយគុណភាពនិងគុណធម៌បាទគុណធម៌មិនអាចចោលទេស្មោះត្រង់ត្រឹមត្រូវមិនបោកប្រាស់ដៃគូពាណិជ្ជកម្មមិនក៏ហក់បោកប្រាស់អ្នកប្រើប្រាស់បាទហើយនឹងការច្នៃប្រឌិតឲ្យមានភាពតាក់ទាញឲ្យមានការទទួលស្គាល់ឧទាហរណ៍ការប្រើបាកូដបង្កើតបាកូដចំណាំអត្តសញ្ញាណចំការទុរេនរបស់ខ្លួនឯងឃើញទេឬក៏ស្រូវរបស់ខ្លួនយើងមានធានាគុណភាពយ៉ាងនេះយ៉ាងនោះជាមួយនឹងអាជីវករអាចឈ្មួញបាទអាហ្នឹងគឺសំខាន់ណាបងប្អូនគ្រប់ទាំងអស់បងប្អូនត្រូវតែគិតថាខ្លួនយើងគឺជាអ្នកជំនួញបាទទាំងពលករក៏ជាអ្នកជំនួញពលករលក់ពលកម្មធ្វើជំនួញពលកម្មកសិករធ្វើជំនួញកសិកម្មហត្ថករធ្វើជំនួញហត្ថកម្មសិប្បករធ្វើជំនួញសិប្បកម្មបាទហើយប្រទេសជាតិមួយក៏ជាជំនួញដែរប្រទេសជាតិមួយក៏ជាជំនួញដែរជំនួញកម្ពុជាថ្នាក់រដ្ឋាភិបាលធ្វើជំនួញជាមួយណាធ្វើជំនួញមួយអន្តរជាតិតើរដ្ឋាភិបាលលក់អីទៅឲ្យអន្តរជាតិត្រូវការអីហើយអត់ពីព្រោះអីពីព្រោះផ្សារយើងត្រូវយល់ពីផ្សារកម្ពុជាមានប្រមាណភាគរយផ្សារកម្ពុជាលក់អត់ខ្លាំងទេតែខ្ញុំឧទាហរណ៍រឿងមួយសម័យមុនគេលក់ឧទាហរណ៍ថាអ្នកលក់សភៅចុះគេលក់ដោយដាក់បុគ្គលិកដើរចុះតាមសាលាតាមភូមិតាមឃុំតាមផ្សារតាមផ្សោហ្នឹងលក់សភៅបច្ចុប្បន្ន digital គេប្រើតែក្នុងប្រព័ន្ធអ៊ីនធឺណិតទេលក់ចេញ club ball តែ club ball ហ្នឹងវាសកលភាវូបនីយកម្មតែនៅក្នុងប្រទេសទេតើអាចលក់ដល់ក្រៅប្រទេសអត់ឧទាហរណ៍17លានចុះបើមានតម្រូវការដល់100លានមិនបានទៅ100លានកាត់គឺដោយសារជុំវិញដោយសារមានប្រទេសផ្សេងៗត្រូវការឃើញទេអញ្ចឹងបើស្រូវយើងលក់តែ17លាននេះមិនដែរអត់ខ្លាំងទេលក់ដល់3ប្រទេស4ប្រទេស5ប្រទេស6ប្រទេសអានេះគឺជាការងាររបស់រដ្ឋវិញបាទរដ្ឋក៏ជា business ដែរក៏ជា businessman ដែរក៏ជាអ្នកឈ្មួញដែររដ្ឋត្រូវដឹងខ្លួនឯងថាគឺជាអ្នកជំនួញបាទគ្រប់គ្នាស្អីអ្នកជំនួញក្នុងទ្រឹស្ដីលោក Peter Drucker ហ្នឹងគឺអញ្ចឹងហ្មងបាទអញ្ចឹងគេធ្វើឲ្យសហរដ្ឋអាមេរិករុងរឿងរីកចម្រើនគេយកទ្រឹស្ដីលោក Peter Drucker ហ្នឹងតែម្ដងបាទអញ្ចឹងជាចុងក្រោយពាក់ព័ន្ធជាមួយនឹងតើយុទ្ធនាការពហិការមិនប្រើតំណែងថៃអាចសម្រាប់ថៃបានដែរទេមិនអាចសម្រាប់ថៃបានក៏ប៉ុន្តែក៏ជារបួសធ្ងន់ធ្ងរដែរប៉ុន្តែរបៀបមួយទៀតដែលខ្ញុំរំលឹកពីខាងដើមថាគេអត់វាយតែម្នាក់ឯងទេបបួលគ្នាវាយបាទបបួលគ្នាវាយថៃឥឡូវឧទាហរណ៍ថាកម្ពុជាជាជើងរបស់ថៃមកចំហៀងចុះអាណាជើងស្ដាំអាណាជើងឆ្វេងឧទាហរណ៍យើងជើងឆ្វេងទៅចុះភូមាឡាវម៉ាឡេស៊ីជាជើងស្ដាំអត់បាទបើវាជាជើងស្ដាំជើងឆ្វេងបបួលប្រើយុទ្ធសាស្ត្របបួលបាទតែហ្នឹងការងាររដ្ឋណាខ្ញុំគាត់បានប្រាប់ឲ្យខ្ញុំបានដឹងគ្រាន់តែនិយាយរំលេចទៅបាទបបួលគ្នាវាយបាទតាដាច់ជើងហើយណែឯងមានបេះដូងល្អអត់គាំងដល់ក៏ពិការដែរទៅណាមិនរួចទេបាទមែនទេបេះដូងមួយសំខាន់ដែរថាបើគ្រោះថ្នាក់បេះដូងគឺងាប់តែបើគ្រោះថ្នាក់ពិការជើងដើរទៅណារួចមែនទេបបួលគ្នាធ្វើសម្ព័ន្ធមិត្តល្អតំណែងតំណងប៉ារីសតំណែងតំណងល្អជាមួយម៉ាឡេស៊ីជាមួយប្រទេសឡាវជាមួយនឹងប្រទេសភូមាវិញមកហើយជួយគ្នាហើយស្មោះត្រង់នឹងគ្នាសហការគ្នាហ្មងបាទដែលខ្ញុំនៅក្នុងវីដេអូមុនខ្ញុំធ្លាប់និយាយថាបង្កើតសម្ព័ន្ធមិត្ត CLMM បើសិនជាអាស៊ានអត់កាត់កាយបាទអាស៊ានអត់មានប្រសិទ្ធភាពតែអាស៊ាននៅក្នុងអាណត្តិរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនេះគឺល្អបាទខ្លាំងបាទមានប្រសិទ្ធភាពបាទអត់មានគុណភាពតែគាត់ដូចឆ្នាំហ្នឹងគាត់ជួយតែម្ដងវាត្រូវនឹងជើងលេខក្នុងក្បួនតម្រាបុរាណដែលត្រូវគាត់ជារដ្ឋផ្កាយប្រពហជាអ្នករក្សាតុល្យភាពជាតឡាការជាអាញាកដាលម្ដងបាទហើយវិច័យដល់អ្នកដែលជួយអន្តរាគមន៍សង្គ្រាមនឹងខ្លាំងជាងគេគឺសហរដ្ឋអាមេរិកដែលត្រូវជាមួយនឹងហនុមានបាទត្រូវជាមួយហនុមាននឹងមហាជម្ពូរាជជួយគ្នាហើយកម្ពុជាយើងត្រូវមហាជម្ពូរាជបាទជួយគ្នាបាទតឡាការអត់ខ្លាំងតលហនុមានបាទពិភេកគាត់ជាអាញាកដាលពិភេកគាត់ជាហោរាប៉ុន្តែខ្វះមេតបខ្លាំងមិនដែរអត់កើតត្រូវការមេតបខ្លាំងតលតែអាមេរិកត្រូវរកហនុមានបាទហ្នឹងចឹងថាបបួលគ្នាវាយបាទបើយើងជាជើងឆ្វេងឡាវម៉ាឡេភូមាជាជើងស្ដាំអញ្ចឹងទៅឬក៏ជាដៃស្ដាំដៃដាក់ឯងតបពីការទៅឲ្យដើររួចទេឲ្យមានបេះដូងឲ្យរស់ក៏ដែរដកថើមក៏ដែរបាទអាហ្នឹងគឺអញ្ចឹងបាទហ្នឹងគឺអញ្ចឹងបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាចូលចិត្តហើយជួយ share Subscribe ទាំងអស់គ្នាហើយជួយ Subscribe និងជួយ share Channel YouTube ចក្រភពខ្មែរខ្ញុំម្នាក់មួយផងបាទសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ